ប្រែប្រួលអាកាសធាតុចឹងយើងដូរម៉ោងជាពីពេលវេលាជាពីថ្ងៃ15មកថ្ងៃទីអ្នកការក្រៅគេថាអ្នកភ្លៀងវិញក្រៅគេថាភ្លៀងខ្លាំងថ្ងៃទី10វិញចឹងអត់យឺតយ៉ាវទេណាបាទគឺចិត្តឲ្យអស់ដែរមិនសល់បាទបើកមុខនេះដែលឈុតតហ្នឹងមើលឥឡូវឈរឡៃដើមកសួយបកស្រែងទីមើលដើម្បីនិយាយទៅឲ្យមេគាត់ដឹងថាមេការហ្នឹងចេះប៉ុណ្ណាឈរឲ្យទាំង3នាក់ចូលមើលឥឡូវបើជាជ័រជាខាងណាឯខាងណាមើលកំពេចបងឯងនិយាយណាឥឡូវជាខាងណាមានខាងហ្នឹងព្រោះវាមុខលើបានវែងទេឥឡូវគាត់អស់ពូអស់ហើយនិយាយលឺតិចចង់ដូរមកខាងហ្នឹងគ្រូមុខហ្នឹងអញ្ចឹងហ៎វែងអូខេបាទនេះមានមុខទេអស់ហើយខាងហ្នឹងបាទមុខក្រោមក៏អស់ដែរបើមិនយើងយកមុខលើនេះវាតនេះហ្នឹងហើយក្រោមតិចដែរហ្នឹងឥឡូវយើងនិយាយតែមុខណាដែលយើងត្រូវបើកទេបាទមុខហ្នឹងគ្រូមានមុខហ្នឹងឯងហើយចំណោតមុខជាប្រហែលទៅក្រេ45អី45ហ្នឹងហើយលាបថ្នាំមិនបានភាគរយលាបថ្នាំមុខលើហ្នឹង5%មុខក្រោម3%ឥឡូវយើងដូរពីថ្ងៃ15មកថ្ងៃទី10ដោយសារការប្រែប្រួលអាកាសធាតុមិនចឹងទេដើម្បីឥឡូវចេះគ្រាន់តែប្រាប់ណាយើងថ្ងៃទី10យើងចូលអញ្ចឹងទេថ្ងៃ10ចូលលាកទី1ណាលាកទី1 10 11 12បញ្ជុំណា13 14 15 2ជុំ3ជុំលាបថ្នាំ16 17 18ណាហើយថ្ងៃ18ហ្នឹងគឺលាបថ្នាំហ្នឹងលាបមិនមានដឹងទេលាបខាងក្រៅមកជាអញ្ចឹងទេឥឡូវជាថ្ងៃហ្នឹងគឺលាបថ្ងៃហ្នឹងហ្មងណាពីព្រោះយើងអត់មានលាបលើមុខណាយើងលាបខាងក្រៅមុខជាបន្តិចតាវេនណាលាបវេនហ្នឹងហ្មងហ្នឹងហើយយើងវកមានជួនណាស្រក់តែបន្តិចស្ងួតមុខអស់good ល្អហ្នឹងហើយខ្ញុំគ្រាន់តែមក check មើលពួកយើងការងារពួកយើងធ្វើហើយស្អីហ្នឹងពួកយើងយល់អស់ហើយណាបាទការទូដាក់មកយើងណែនាំតាមយើងធ្វើទៅតាមហ្នឹងទៅហើយបងប្អូនអនុវត្តឲ្យបាន 100% អ្វីដែលខ្ញុំបានដាក់ទិសដៅឲ្យបងប្អូនដាក់ផែនការឲ្យបងប្អូនធ្វើអនុវត្តត្រូវធ្វើឲ្យបានណាធ្វើឲ្យបានតាមហ្នឹង 100% ហើយបើសិនជាមានបញ្ហាណាទិន្នផលធ្លាក់ចុះអត់មានជ័រអាហ្នឹងគឺខ្ញុំជាអ្នកទទួលខុសត្រូវឮទេអាហ្នឹងធ្វើការងារត្រូវមានទទួលខុសត្រូវទៅវិញទៅមកមិនមែនទទួលទៅត្រូវហើយដល់ពេលរួចហើយអាខុសរួចឲ្យកូនចៅមិនបានបញ្ជាមុខប្រកាប់ដាក់មកនឹងមកជួបើដល់មុខប្រកាប់គ្មានមិនដាក់មុខណាទេកុំអាតទាញមុនបើមុខប្រកាប់អត់មានហើយមានតែកាត់តាមថ្មីទេប៉ុន្តែកុំលោបណាទីរបស់យើងប៉ុណ្ណាឲ្យប៉ុណ្ណឹងណាហ្នឹងហើយឲ្យមានក្រិតមានຂ្នាតអីត្រឹមត្រូវអាហ្នឹងមិនអាចយើងអាចគ្រប់គ្រងអាប្រព័ន្ធជានឹងបានហើយទិន្នផលក៏វាកើនឡើងណាសុខភាពកស៊ូរបស់យើងក៏វាល្អទិន្នផលកើនឡើងទៅហូរណាទៀតណាអាហ្នឹងឯងជាឆ្នាំងបាយរបស់ពួកយើងត្រូវចាត់ទុកថាអាហ្នឹងគឺជារបស់យើងកុំឲ្យចាត់ទុកដែរខ្ញុំមកធ្វើការឲ្យគេទេអាហ្នឹងស៊ូអត់ទេត្រូវភ្លៀងមេហ្នឹងនេះលឿនអត់ទេនៅមកទៀតមេសតុំយើងអត់យូរទេមកទៀតពីថ្ងៃ4ថ្ងៃ5ថ្ងៃ6ចាំមើលថ្ងៃនេះវាភ្លៀងអត់ចឹងអាហ្នឹងការងារយើងចែកគ្នាចឹងមានតួនាទីភារកិច្ចរៀងខ្លួនណាបានហើយពេជ្រយើងមេការនៅទីនេះយើងអនុវត្តទៅតាមអ្វីដែលលោកគ្រូដាក់ឲ្យធ្វើយល់ទេហើយបើសិនជាដាក់ឲ្យធ្វើវាមានបញ្ហាយ៉ាងម៉េចអត់ទិន្នផលយ៉ាងម៉េចក្រុមហ៊ុនខាតយ៉ាងម៉េចឥឡូវលើគ្រូវិញណាហើយពួកយើងគ្រាន់តែអនុវត្តទៅតាមនេះទេដូចទាហានអញ្ចឹងណាពួកបងប្អូនយើងគ្រាន់តែជាអ្នកយុទ្ធនាការវាយខ្មាំងទេហ្នឹង
ហើយអ្នករៀបចំយុទ្ធសាស្ត្រវាយយ៉ាងម៉េចដកថយយ៉ាងម៉េចចូលយ៉ាងម៉េចចេញយ៉ាងម៉េចអាហ្នឹងលើខ្ញុំ ស៊ូចង់ជួមានតែអីជាងជីដាក់ជីដល់ជួ កំពុងស្នើដែរហ្នឹងប៉ុន្តែវាសំខាន់រឿងថវិកា បើដាក់ ហើយ ជី មិន លាបថ្នាំ1 គុណ 3 ទៅអើលោកបានឯនៅកស៊ូនឹងឡើងមកជីវិតហើយ ដាក់ជីណាលាបថ្នាំ1 គុណ 3 យើងខ້ອຍកម្លាំងតែកម្លាំងមានជួរ ឥឡូវកម្លាំងយើងគ្រប់នៅប្រយ័ត្នអត់គ្រប់ទេ បាទអត់អី មានតែលើសកន្លែងខ្ញុំមានតែលើសតូច ល្អល្អ ដកអ្នកណាមិនកើតមិនដំណោកដក ប្រយ័ត្នតែអត់គ្រប់កម្លាំងអាហ្នឹងចប់ហើយមានស្អីទៀត មានឈ្មោះជាមានអ្នកមកសុំគ្មានឈ្មោះ អត់គ្រប់កម្លាំងលាក់កម្លាំងអីណាហ្នឹងសើបញ្ហា សុំចុះជាយ៉ាង អត់អីទេខែនេះវាអត់មានឯការងារធំដុំទេណាវាមានតែការងារដែលត្រូវអនុវត្តទៅតាមផែនការដែលខ្ញុំបានដាក់ចេញអញ្ចឹង បាទបាទ យល់ទេ បាទ ហើយធ្វើអាហ្នឹងឲ្យបានឲ្យតាន់ទេឡើយថ្ងៃ10តាន់ទេ តើបើខ្ញុំហើយអស់ហ្នឹង តែនេះនៅ អូខេ នៅតិចតិចទេអានេះ ហើយបើតាន់ប្រាប់ថាមិនតាន់ប្រាប់ថាធ្វើបានទេបានយល់ទេយល់ច្បាស់ហើយច្បាស់លេស្រាប់តែពេញចេញមកពីពីងាប់ហ่า ទេហើយអស់នេះគឺសល់ភាគតិចណាបាយ គួត ព្រៀន ល្អ លើកកងឈោតបលាយវាយព្រា អរគុណ បាយអស់នេះ អរគុណច្រើន